ខ្ញុំឆ្ងល់អ៊ំអ្នកលក់ស្ពៃមែនទែនខ្ញុំទៅផ្សារហ្នឹងឃើញអ៊ំអ្នកលក់ស្ពៃហ្នឹងគាត់លក់ស្ពៃជាកោះទូចល្អបងប្អូនដើមវាទូចហើយយកមកដល់យើងមិនបាច់ហាន់បាច់អីទេបើឆាវិញយើងដាក់តឹងអញ្ចឹងណាហើយហួសចិត្តគាត់មិនតាន់បាននិយាយអីផងហ្នឹងគាត់ហ្នឹងប្រាប់ខ្ញុំថាកូនឯងយកទៅអ៊ំលក់ឲ្យតែ3500ទេស្ពៃ1គីឡូ4000ហើយកូនឯងយកអ៊ំលក់ឲ្យតែ3500ទេហើយខ្ញុំមិនតាន់បានសុំចុះគាត់ផងហ្នឹងបងប្អូនតើសារទឹកចិត្តគាត់មែនទែនហើយគាត់ចេះចែករំលែក500ក៏ដោយ1000ក៏ដោយបងប្អូនតិចមែនប៉ុន្តែជាទឹកចិត្តមួយគាត់ឃើញអ្នកស្រុកអ្នកភូមិជាមួយគ្នាអញ្ចឹងហើយគាត់អត់លក់ពេញតម្លៃទេគាត់លក់ឲ្យធូរថ្លៃបញ្ចុះតម្លៃឲ្យហើយថែមស្ពៃឲ្យទៀតហើយខ្ញុំនេះអត់ចាំយូរទេឃើញស្ពៃអ៊ំខ្ចីល្អហើយដើមទូចអញ្ចឹងទៀតលក់ឲ្យបញ្ចុះតម្លៃទៀតមិនចាំការទិញមក1គីឡូបងប្អូនឡើងមកចានដែកបឹបតែម្ដងខ្ញុំលាងចានដែកតូចដាក់អត់អស់ទេអញ្ចឹងហើយតដូរចានដែកដាក់ចានដែកធំខ្ញុំដាក់ទឹកយើងឲ្យច្រើនតិចទៅលាងវា3-4ទឹកណាបងប្អូនព្រោះអីស្ពៃវាមានកតិចកទីដីអីចឹងទៅហើយយើងក៏ជ្រោកវាទៅហើយអញ្ចឹងបន្ទាប់ពីលាងស្ពៃស្អាតហើយខ្ញុំមកប្រឡាក់ត្រីឲ្យវាចូលជាតិហើយបានខ្ញុំដាក់ឆាស្ពៃអញ្ចឹងប្រឡាក់ត្រីដាក់ស្ករអំបិលប៊ីចេងហើយកូរវាច្បល់វាឲ្យវាលាយគ្រឿងអស់ហើយបានខ្ញុំទុកវាមួយឡែកហើយបានមករៀបចំឆាតែម្ដងហើយបងប្អូនចង់សួរបងប្អូនថាបើបងប្អូនទិញបានស្ពៃខ្ចីដើមទូចល្អអញ្ចឹងណាបងប្អូនធ្វើម្ហូបអីឆ្ងាញ់បងប្អូនចង់ឆាមីឬក៏ស្ងោរសាច់ជ្រូក3ជាន់ឬមួយក៏ឆាតែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំឆាបងប្អូនខ្ញុំទិញសាច់ជ្រូកបានសាច់ល្អទៀតសាច់ស្មើមុខអញ្ចឹងសាច់ស្មើមុខគឺយើងឆាទៅឆ្ងាញ់មែនទែនហើយយកមកដល់ហ្នឹងជាយកខ្លាញ់ទុកមួយឡែកដើម្បីជាហៀវយកខ្លាញ់ហ្នឹងមកឆាហើយសាច់វិញគឺកាត់ជាដុំតូចល្មមណាអញ្ចឹងសាច់ឆាខ្ញុំអត់សូវហាន់វាជាប្រទេសស្ដើងហ្មងទេបងប្អូនខ្ញុំហាន់វាជាដុំប៉ុណ្ណឹងណាដើម្បីឆាទៅវាឆ្ងាញ់វាមានជាតិតែបើឆាសាច់គោឆាអីអាហ្នឹងខ្ញុំហាន់វារាងស្ដើងតែសម្រាប់សាច់ជ្រូកឆាជាមួយស្ពៃគឺខ្ញុំហាន់វាជារាងដុំទូចប៉ុណ្ណឹងហើយឥឡូវនេះតពីហាន់សាច់ហាន់អីហើយហ្នឹងក៏ខ្ញុំដាក់រៀបរាប់ឆាអញ្ចឹងបើកភ្លើងបើកអីហើយដាក់ខ្ទះលើចក្រានបន្ទាប់មកក៏ខ្ទះក្តៅហើយដាក់ជាហៀវខ្លាញ់បន្តិចទៅបន្ទាប់ពីចេញខ្លាញ់ល្អហើយខ្ញុំក៏ចាប់ផ្ដើមដាក់ខ្ទឹមពងណាបងប្អូនអញ្ចឹងឆាស្ពៃឆាបន្លែអីផ្សេងគឺរបៀបតែមួយទេគឺដឹងថាបងប្អូនប្រកាសជាចេះហើយបន្ទាប់មកគឺខ្ទឹមរបស់ខ្ញុំឡើងឈ្ងុយខ្ញុំដាក់ស្ករបន្តិចដើម្បីកូរវាបន្ទាប់ពីកូរស្ករកូរអីហើយក៏ចាប់ផ្ដើមដាក់សាច់ឆាយើងចូលតែម្ដងហើយលីងវាចុះឡើងណាបងប្អូនកូរត្រឡប់ឲ្យវាឆ្អិនល្អដាច់ទឹកប្រៃដាច់អីចឹងទៅហើយឲ្យវាឈ្ងុយជាមួយនឹងខ្ទឹមពងហើយគ្រាន់តែដាក់ប៉ុណ្ណេះបងប្អូនអើយឈ្ងុយជាមួយនឹងខ្ទឹមពងយើងជះពេញផ្ទះតែម្ដងចឹងបន្ទាប់មកក៏ចាប់ផ្ដើមដាក់ទឹកត្រីដាក់អីមានអំបិលប៊ីចេងស្ករទឹកត្រីទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងអីចឹងណាបងប្អូនគ្រឿងទេសរបស់ខ្មែរយើងខ្លះរបស់ចិនខ្លះចឹងណាបងប្អូនចឹងតពីដាក់គ្រឿងដាក់អីហើយក៏ចាប់ផ្ដើមកូរសាច់ឲ្យចូលជាតិជាមួយគ្រឿងហើយបានខ្ញុំដាក់ស្ពៃចូលហើយស្ពៃខ្ញុំនេះបាក់សម្រស់អស់ហើយបងប្អូនអើយដោយសារតលៀងគ្នាច្រើនទឹកហើយក៏ជ្រោកទៀតពេលអញ្ចឹងទៅធ្វើឲ្យគ្នាអន់សម្រស់បន្តិចទៅប៉ុន្តែអត់អីទេរសជាតិគឺនៅតែឆ្ងាញ់អញ្ចឹងបន្ទាប់ពីដាក់ស្ពៃហើយកូរចុះគោឡើងគឺថាឆ្អិនតែម្ដងបងប្អូនបន្ទាប់មករោយម្ទេស 2-3 ចំណិតលើនឹងទៀតឲ្យវាមានពណ៌កាន់តែស្រស់ស្អាតហើយបងប្អូនមើលទៅតំណងមែនទែនឆាស្ពៃដើមស្ពៃខ្ចីចេះបងប្អូនងាយរកទិញបានទេហើយស្ពៃចាស់គាត់ដាំគៀនទេស្ពៃធម្មជាតិទៀតហើយអញ្ចឹងខ្ញុំក៏មានត្រីចៀនមួយមុខទៀតដែរហើយអញ្ចឹងឯនេះរួចបានមួយពេលទៀតហើយបងប្អូន